រំភើបនៅពេលដែលពួកគាត់ចូលចិត្តមកលេងប្រទេសកម្ពុជារបស់យើងហើយពួកគាត់ក៏បានមកឃើញនៅវប្បធម៌និងសាសនាដ៏ល្អត្រចះត្រចង់របស់ប្រទេសកម្ពុជារបស់យើងបងប្អូនហើយសំខាន់ណាស់កំពុងភ្លុកនៅរដូវកាលនេះគឺថាបង្អួតសម្រស់មែនទែនហ្មងបងប្អូនដល់រដូវកាលខែវស្សារបៀបនេះគឺកំពុងភ្លុកស្រស់ស្អាតខ្លាំងណាស់ដោយសារតែដើមឈើខៀវខ្ចីហើយបងប្អូនឃើញឡងចាំងភ្នែកហ្មងហើយអ្វីដែលខ្ញុំស្រឡាញ់បំផុតគឺស្រឡាញ់ការរស់នៅរបស់បងប្អូនអ្នកនៅខាងកំពង់ភ្លុកគឺពួកគាត់រស់នៅពោពេញទៅដោយអនាម័យហើយមានរបៀបរៀបរយមើលទៅតាក់ទាញភ្ញៀវទេសចរសូម្បីតែភ្ញៀវអន្តរជាតិក៏ពួកគាត់ចូលចិត្តជិះមកមើលទេសភាពនៅខាងកំពង់ភ្លុកដែរបងប្អូនហើយសូម្បីតែយើងខ្មែរដែលយើងធ្លាប់ទៅញឹកញយយ៉ាងណាក៏យើងមិនអស់អាល័យពីទេសភាពដ៏ស្រស់ស្អាតទាំងអស់ហ្នឹងនឹងការរស់នៅប្រកបដោយក្តីសុខនិងស្កប់ស្កល់របស់ពួកគាត់មែនទែនហ្មងបងប្អូននិយាយទៅសាលារៀនក៏មានផ្សារក៏មានហើយសំខាន់នៅតាមផ្ទះពួកគាត់រដូវកាលនេះបងប្អូននិយាយពីថាមានផ្កាដាំលូតលាស់ស្រស់ស្អាតមែនទែនមើលទៅតាក់ភ្នែកគួរឲ្យចង់មើលខ្លាំងណាស់ហើយចំណុចពិសេសសម្រាប់បងប្អូនអ្នកនៅខាងកំពង់ភ្លុកគឺប្រជាជនពួកគាត់មានអត្តចរិតរស់រាយគួរឲ្យចង់រាក់ទាក់គួរឲ្យចង់និយាយរកពួកគាត់បងប្អូនមានអារម្មណ៍ថាចង់ទៅលេងម្ដងហើយគឺទៅលេងម្ដងទៀតហើយក៏សង្ឃឹមថានៅពេលដែលប្រទេសជាតិយើងស្ងប់សុខមកវិញចោលលេងឈ្លានពានប្រទេសយើងកាន់តែអភិវឌ្ឍប្រទេសយើងកាន់តែស្រឡាញ់ប្រទេសរបស់ខ្លួនឯងកាន់តែស្រឡាញ់ប្រជាជនគ្នាយើងហើយនឹងកាន់តែបន្តអភិវឌ្ឍទៅមុខទៀតបងប្អូនហើយខ្ញុំមកកំពង់ភ្លុកលើកណាក៏ខ្ញុំមិនដែលអស់សង្ឃឹមដែរនិយាយពីថាសម្រាមពួកគាត់ຕົកដាក់បានស្អាតណាស់មកដល់សម្លឹងរមើសម្រាមអត់មានទេបងប្អូនអញ្ចឹងតើបានកំពង់ភ្លុកអាចតាក់ទាញភ្ញៀវទេសចរអន្តរជាតិផងជាតិផងបានទៅលេងសឹងថារាល់ឆ្នាំហ្មងបងប្អូនហើយអ្វីដែលគួរឲ្យសរសើរមួយទៀតគឺវប្បធម៌ប្រពៃណីការរស់នៅរបស់ពួកគាត់ទំនៀមទម្លាប់គាត់ធ្លាប់ធ្វើមិនខ្មិចបងប្អូនគឺគាត់អត់កែប្រែទេគាត់នៅតែធ្វើទម្លាប់នោះជារៀងរហូតតាមការសង្កេតមើលរបស់យើង 4-5 ឆ្នាំមុនអញ្ចឹងមកដល់ឥឡូវហ្នឹងក៏នៅតែអញ្ចឹងដែរបើមិនជាយើងបានទៅលេងកំពង់ភ្លុកអត់បានជិះទូកបងប្អូនគឺគួរឲ្យសោកស្ដាយណាស់អញ្ចឹងហើយខ្ញុំក៏បានជិះទូកអ្វីដែលសរសើរគឺក្មេងៗនៅខាងកំពង់ភ្លុកបងប្អូនហេតុតែអ្នកទលេបងប្អូនឃើញនិយាយពីថាស្ទាត់ក្នុងការទាញទូករុញទូកហែលទឹកអីមែនទែនហ្មងហើយបើក្មេងៗធម្មតាអត់ហ៊ានទេបងប្អូនអើយទៅតែមាត់ទឹកបន្តិចហ្នឹងក៏ពុកម្ដាយស្ដីឲ្យដែរព្រោះខ្លាចលង់ទឹកហើយសូម្បីតែខ្ញុំមនុស្សចាស់នេះក៏អត់ទាន់ចេះហែលទឹកដែរប៉ុន្តែគួរឲ្យសរសើរក្មេងៗអ្នកខាងទលេហ្មងគាត់ស្ទាត់ជំនាញក្នុងការហែលទឹកនិងការជិះទូកក៏បងប្អូនឃើញអត់ឡើងនឹងហ្មងគួយអត់មានភ្ញាក់អីមិនតិចហើយសម្រាប់រដូវកាលនេះបើសិនជាបងប្អូនបានទៅលេងនៅខាងកំពង់ភ្លុកបងប្អូនដឹងតែត្រជាក់ភ្នែកត្រជាក់ចិត្តហើយចង់ទៅលេងទៀតដែរបងប្អូនដោយសារតែទេសភាពគឺថាតាក់ទាញមែនទែនហ្មងបងប្អូនឃើញអត់ការរៀបចំនិយាយពីថាទៅម្ដងហើយម្ដងទៀតអត់អស់ចិត្តទេហើយពេលដែលយើងទៅដល់អ្នកបើកទូកហ្នឹងគាត់នាំយើងទៅលេងកន្លែងគេលក់អីចឹងបងប្អូនមានលក់នេះដូចកពើចឹងណាបងប្អូនហើយគេមានការបង្ហាញរូបភាពតាក់ទងជាមួយរដូវប្រាំងហើយរដូវវស្សានៅខាងកំពង់ភ្លុកហើយក៏មានការចិញ្ចឹមកពើឲ្យយើងមើលកពើទៀតបងប្អូនទៅពួកគាត់បកកែរនឹកឆ្នៃប្រឌិតធ្វើយ៉ាងណាដើម្បីតាក់ទាញភ្ញៀវទៅពេលដែលភ្ញៀវទៅបានទិញនេះទិញនោះពួកគាត់ទៅចាត់ទុកថាជួយសេដ្ឋកិច្ចជាតិជួយសេដ្ឋកិច្ចប្រជាជនរបស់យើងអញ្ចឹងណាបងប្អូនហើយខ្ញុំវិញគឺថាទៅមកគ្រួសារហ្មងជិះទូកទៅដើរលេងទាំងអស់គ្នាដើម្បីទៅជែកចិត្តទាំងអស់គ្នាអញ្ចឹងណាហើយវីដេអូនេះវិញខ្ញុំថតតាំងពីមុនសង្គ្រាមហ្មងបងប្អូនប៉ុន្តែទៅតែហ៊ានកាត់ផុសឥឡូវនេះទេព្រោះដោយសារតែមួយរយៈមុននឹងប្រទេសយើងកំពុងតែជួបតុកបើសិនជាបង្ហោះទៀតគឺវាខុសការខុសកលៈទេសៈអញ្ចឹងណាអីដែលគួរឲ្យចំណាយដល់បងប្អូនឆ្កែមួយក្បាលនេះនិយាយពីថាគេបានរស់នៅលើផ្ទះអណ្ដែតទឹកឡើងទៅជែកចិត្តហ្មងភ្ញាក់ព្រឹកឡើងមកឃើញទឹកហើយទឹកហ្នឹងចង់លិចដល់ណាក៏ផ្ទះហ្នឹងនៅតែអណ្ដែតតែបងប្អូនដោយសារតែគេប្រើពងដើម្បីអណ្ដែតដល់ហើយពេលមកជិះទូកបងប្អូននិយាយពីថារលកធំមែនទេហ្មងតែទោះបីជារលកធំអញ្ចឹងក៏ពិតមែនខ្ញុំអត់មានអារម្មណ៍ថាខ្លាចទេបងប្អូនមានអារម្មណ៍ថាសប្បាយជែកចិត្តខ្ញុំចូលចិត្តរបៀបអញ្ចឹងមែនទេហ្មងណាហើយក៏បានឃើញមីងគាត់ចៅទូកលក់អីវ៉ាន់លក់នំចំណីអីផ្សេងៗមើលហើយមានអារម្មណ៍ថាចង់ទៅម្ដងទៀតបងប្អូនតែបើយើងខ្មែរគ្នាឯងយើងទៅលេងយើងទៅជែកចិត្តឡើងសប្បាយចិត្តឃើញពួកគាត់ញ៉ាំញ៉ាំស្រស់ស្រាយរបៀប